សុំស្វាគមន៍អគ្គនាយិកាលីនមកស្រុកវិញនៅស្រីលីនឡើងរួចហើយទៅផ្ទះវិញ7 ឆ្នាំហើយខ្ញុំខំប្រឹងពិបាត់ដៃទៅទេរហូតដល់ថ្ងៃនេះក្រុមហ៊ុនចុះផ្សារហ៊ុនប៉ុន្តែរឿងទាំងអស់នេះត្រូវអរគុណប្តីខ្ញុំដែរព្រមរៀបការជាមួយខ្ញុំទៅតាំងពីឯកសន្តានសាលារហូតដល់រោគការគាត់ជាបង្អែកខ្ញុំរហូតចាំជួយគ្រប់គ្រងនិងស្រឡាញ់ខ្ញុំថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍យើងខ្ញុំខំមកវិញមុនកំណត់ដើម្បីឲ្យគាត់ភ្ញាក់ផ្អើលខ្ញុំនឹងប្រគល់ក្រុមហ៊ុននេះធ្វើជាកាដូជូនគាត់តែងតែបើកភ្លើងចាំខ្ញុំជានិច្ចគាត់នៅមិនទាន់គេងទេមិនឯមកអូនសម្លាញ់ប្តីសម្លាញ់យប់ហើយមិនទាន់គេងទៀតកំពុងរៀនបារាំងមែនទេស្រីម្នាក់នេះជាគ្រូបង្រៀនរបស់គាត់យប់ជ្រៅហើយនៅរៀនទៀតប្តីខ្ញុំគាត់លួចមានស្រីហើយបើខ្ញុំមិនមកវិញមុនចង់មកអបអរខួបរៀបការម្លេះសំមិនដឹងថាប្តីដ៏ល្អម្នាក់នេះហ៊ានក្បត់ខ្ញុំសោះពិតជាមិននឹកស្មានមែនមិនក៏គាត់ធ្វើបែបនេះកើតពួកយើងធ្វើរឿងបែបនេះក្នុងផ្ទះប្រពន្ធបងនាងមិនខឹងទេអីស្រីម្នាក់នោះដឹងតែពីការងារទេខ្ញុំប្រើល្បិចតែបន្តិចគឺអាចបោកដល់គេបានហើយអើយបងសម្លាញ់ធ្វើឲ្យអាវអូនរហែកហើយបន្តិចទៀតអូនទៅផ្ទះយ៉ាងម៉េចក្នុងទូកអាវមានច្រើនណាស់ចង់ស្លៀកពាក់បានណាក៏បានដែរអូនសម្លាញ់សិចស៊ីខ្លាំងណាស់បងពិតជាស្រឡាញ់អូនខ្លាំងណាស់បាត់ធៀបនឹងប្រពន្ធបងវិញស្រីម្នាក់នោះទោះបីជាស្លៀកពាក់យ៉ាងម៉េចក៏មិនស្អាតដូចអូនដែរនាងគឺគ្មានមុនស្នេហ៍ដូចអូនឡើយបងបញ្ជួយអូនសប្បាយចិត្តមែនណាអូនស្លៀកពាក់ស្អីក៏សមក៏ស្អាតដែរចឹងមីងគង់ទីបំផុតខ្ញុំដឹងហើយថាឯងរៀនភាសាបារាំងបែបនេះសោះហ៊ាននាំស្រីចូលផ្ទះស្លៀកខោអាវខ្ញុំថែមទាំងគេងលើក្រែរបស់ខ្ញុំទៀតមិនបាច់ទេបើឥឡូវខ្ញុំទៅឡូឡាក្រៅពីបាក់មុខតែខ្ញុំបានផលអីមកវិញក្រុមហ៊ុនចិត្តចុះបញ្ជីហើយបើលែងលះពេលនេះគេច្បាស់ជាបានប្រពែកកណ្ដាលអ្វីដែលខ្ញុំខំ7 ឆ្នាំដាច់ខាត់មិនឲ្យពួកគេងាយទេចឹងមីងគង់ខ្ញុំនឹងធ្វើឲ្យឯងត្រូវខូចកេរ្តិ៍ឈ្មោះដើរចេញទៅទេទាំងស្រីម្នាក់នោះផងខោអាវរបស់ខ្ញុំមិនមែនងាយស្លៀកឡើយប្តីសម្លាញ់ខ្ញុំមកវិញមុនកំណត់ហើយបងនៅក្នុងបន្ទប់មែនទេ5 4 3 2ណែអូនសម្លាញ់មិនបានជាអូនមកមិនប្រាប់បងអញ្ចឹងចង់មកឲ្យតាន់អបអរខួបរៀបការយើងតាហើយចុះបងយប់ហើយមិនក៏នៅរៀនបារាំងទៀត
អូគឺដើម្បីអូនតាមិនមែនថាឆ្នាំនេះយើងទៅលេងបារាំងទេគឺបងត្រៀមខ្លួនឲ្យហើយមុនហ្នឹងណា ហើយតែមិនបាច់រៀនដល់យប់ជ្រៅពេកទេ ត្រូវហើយ រៀនមុនគេងជួយឲ្យចាំបានល្អ ណែគឺ តាមពិតអញ្ចឹងសោះអ្នកទាំងពីរបន្តចុះខ្ញុំទៅរៀបចំអីវ៉ាន់សិន អូណែគឺ យើងនិយាយអញ្ចឹងនាងស្ដាប់យល់ទេ កុំបារម្ភអីនាងមិនចេះអីតោះអសោះ ចឹងមីងកងអញភ្លេចថាការរៀនមហាវិទ្យាល័យខ្ញុំធ្លាប់រៀនភាសាបារាំងហើយយីកាលនោះអញក៏នៅរៀនជាមួយខ្ញុំដែរបើអញគិតថាខ្ញុំមិនយល់ក៏ល្អដែរបងសម្លាញ់ថ្ងៃនេះអូនមិនទាន់អស់ចិត្តទេ កុំបារម្ភអីមិនយូរទេនាងនឹងគេងលក់ហើយ អញ្ចឹងអូនចាំទីនេះចាំនាងគេងលក់យើងទៅបន្ទប់ទទួលភ្ញៀវឬបងចង់ទៅបន្ទប់ទឹកស្រេចចិត្តបងពួកអត់ខ្មាស់អៀនធ្វើរឿងបែបនេះក្នុងផ្ទះខ្ញុំមិនលើកលែងឲ្យទេ ណែយប់នេះមិនបានទេចាំថ្ងៃស្អែកទៅណា អូនមិនចង់បានត្រឹមមួយយប់ទេគឺចង់បានតំណែងនាងក្រែនាងនិងជីវិតរបស់នាង អូនទៅចិត្តសិនទៅអ្វីមិនយូរទេនឹងខ្លាចទៅជារបស់អូនទាំងអស់ហ្នឹងណា ចឹងមីងគួងការប៉ັດអញចង់បានក្រុមហ៊ុននឹងលុយខ្ញុំសោះបើអញ្ចឹងកុំបន្ទោសថាខ្ញុំចិត្តដាច់រៀនចាំបាច់នៅចិត្តគ្នាដល់ថ្នាក់ហ្នឹង អូណែអូនសម្លាញ់គឺអ្នកគ្រូបង្រៀនរបៀបបញ្ចេញសម្ដែងនោះអីគឺបងគ្រាន់តែចង់មើលឲ្យច្បាស់តែប៉ុណ្ណោះ មីងគួងបងដឹងទេថាហេតុអីវាមកនៅទីនេះ ណែគឺណែអូនសម្លាញ់ប្រហែលជាបងរកខោអាវហើយវាក៏ជ្រុះនឹងហើយ មើលបងចោះធ្វើការនៅតែប្រហែលដដែលតែថាការមុនរៀនសូត្រមិនមែននៅបន្ទប់ធ្វើការទេ ណែអូនសម្លាញ់នៅក្នុងបន្ទប់សិទ្ធិឯកសាររបស់អូនទាំងអស់ហ្នឹងវារញ៉េរញ៉ៃខ្លាំងណាស់ ខ្ញុំចាំថាការមុនគឺនៅបន្ទប់ធ្វើការតែ តែឥឡូវនេះក្រុមហ៊ុនចុះបញ្ជីនៅក្នុងសិទ្ធិឯកសារសម្ងាត់ហើយមនុស្សខាងក្រៅគឺមិនគួរចូលទេណា លោកប្តីបងនៅតែយល់ចិត្តខ្ញុំដដែលឥឡូវយប់ហើយថ្ងៃនេះប្រអាសិនចុះអ្នកគ្រូអេមីត្រឡប់ទៅវិញចុះ ល្អចាំបងជួយអ្នកគ្រូទៅ ភ័យស្ទើរស្លាប់មិញមិនគនាងស្រាប់តែងាកក្រោយ មិនអីទេនាងមិនរំខ្លួនទេ ក៏ត្រូវនាងមិនដូចអូនដែលចេះភាសាបារាំងឡើយ លៀនបុយម្នាក់នោះសំបីតែប្រៀបជាមួយនឹងសិស្សអូនមួយសរសៃក៏មិនបានដែរ តែមិញបងថាអូនជាអ្នកក្រៅ ណែអូនសម្លាញ់ណាអ្វីដែលបងនិយាយមិញគ្រាន់តែលួងគេម្នាក់នោះតែប៉ុណ្ណោះចាំលើកក្រោយចាំបងទិញកាដូឲ្យអូនណាឲ្យបងសុំទោសអូន អញ្ចឹងអូនចង់បានកាបូបស្បែកសត្វកម្រ រឿងនេះងាយស្រួលទេលៀនវើយមានច្រើនណាស់ចាំពី3ថ្ងៃទៀតមកផ្ទះចាំបងឲ្យអូនចង់បានអីក៏បានដែរ អ្នកទាំងពីរកំពុងធ្វើអីហ្នឹង ណែគឺណែប្រពន្ធសម្លាញ់មិនក៏ស្រាប់តែចេញមកអញ្ចឹងធ្វើឲ្យបងភ័យអស់ ខ្ញុំគួរខ្លាចថ្នាក់ហ្នឹងឯង អត់ទេមិនមែនអញ្ចឹងទេខាងក្រៅតិចខ្លាំងណាស់អូនមិនខ្លាចរងាទេ មេឃរៀងតិចមែនខ្ញុំមើលអ្នកគ្រូអៃមីស្លៀកពាក់ស្ដាំងណាស់ ណែគឺ បើមិនប្រកាន់យកអាយនេះគ្របចុះ អូនសម្លាញ់នេះជាអាយរបស់អូនតា តែបងមិនចូលចិត្តពណ៌បៃតងទេ អូនបាននៅថ្មិញហ្នឹង គឺភាគហ៊ុនហ្នឹងណាឡើងពណ៌បៃតងមើលទៅគួរឲ្យធុញ អូនជាតកែធំនៅតែជឿរឿងប្រេះប្រាស់មែនទេអ្នកគ្រូម៉ៃបានអ្នកស្រីលិនជួនហើយយកទៅ អរគុណលោកស្រី
អញ្ចឹងខ្ញុំលាសិនហើយជួបគ្នាថ្ងៃស្អែកអៃមីចឹងមីងគួងថ្ងៃស្អែករបស់អ្នកទាំងពីរច្បាស់ជាគួរឲ្យចាប់អារម្មណ៍ហើយបងមានរឿងលាក់ខ្ញុំមែនទេគឺនៅតែត្រូវអូនដឹងដដែល មានអីមែនទេ គឺមិត្តស្និទ្ធស្នាលរបស់បងកាលពីរៀននៅមហាវិទ្យាល័យគឺរៀបការក្រុមពេលឆាប់នេះគេបានអញ្ជើញបងទៅចូលរួមនៅឯសៀងហៃដូច្នេះហើយបងក៏ព្រមទៅជាមួយគេទៅបើបងមិនទៅទេ នៅជាមួយថៃជឿឯង អត់ត្រូវហើយគឺយើងតែពីរនាក់ទេ បងទៅចុះខ្ញុំនឹងកត់សន្តាគារល្អបំផុតនៅស៊ូហៃ ពិតមែ អើ នណា យ មិនខាត់បងទេក៏តែមួយបន្ទប់បានហើយបងគេងជាមួយនឹងថៅជឺក៏បានអូនសម្លាញ់បងដឹងថាអូនរកលុយមិនងាយទេហឹម មិនអីទេខ្ញុំកក់បន្ទប់ដែលល្អបំផុតជូនបងខ្ញុំចុះបន្ទប់មុនហើយ ឡងណាស់បើអញ្ចឹងចាំបងផ្ញើសារទៅផៅជឺណា